មានចំណេះដឹងខ្លះណាស់ពាក់ព័ន្ធជាមួយនឹងម៉ាស៊ីនពងម៉ាក់ហៃការីហ្នឹងហើយនេះគឺឈ្មោះ model វិញសម្រាប់ម៉ាស៊ីននេះដែរខ្ញុំចង់បង្ហាញអំពីរបៀបយើង reset កម្មវិធីអញ្ចឹងពេលខ្លះទៅវាអាចនឹងជាប់កម្មវិធីអីមួយអញ្ចឹងយើងអាច reset វាបានអញ្ចឹងតោះឥឡូវយើងចាប់ផ្ដើមចុចកុងតាក់បើកភ្លើងមកចឹងយើងចុច Sophie ឲ្យជាប់ចឹងវានឹង load ដល់ការ៉េ0ហ្នឹងវាតម្រូវយើងបាយ password ចូលចឹងpassword វាគឺការ៉េ2យើងតម្លើងមកការ៉េ2មកហើយយើងចុចអក្សរ OK នេះមកចឹងយើងអាចចូលទៅកម្មវិធីបានហើយកម្មវិធី reset វាគឺនៅលេខ39នេះយើងតម្លើងមកលេខ39មកអានេះគឺយើង reset ពេលខ្លះវាជាប់អីយើង reset ឲ្យវាអូតូឡើងវិញអញ្ចឹងណាយើងចុចសញ្ញាព្រួយមកវាដើរមកកន្លែងលេខ0នេះអញ្ចឹងវាដើរមកកន្លែងលេខ0យើងតម្លើងវាមកលេខ1មកដាក់វាលេខ1ហើយយើងចុច OK មកតែប៉ុណ្្នឹងគឺវាពង reset ចាំឲ្យវាដើរដល់លេខ0នេះវា load ចឹងមានន័យថាវា reset អស់ហើយអញ្ចឹងយើងចុចកុងតាក់បិទភ្លើងមកតែប៉ុណ្្នឹងគឺអូខេអាហ្នឹងពីរបៀប reset